ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់ថ្ងៃនេះខ្ញុំចង់មកចែករំលែកជាមួយនឹងការរកតេស្តអនឡាញចាដែលគេធ្វើហើយស្រាប់តែយើងអាច copy ហើយនឹង edit ដើម្បីយកមកដាក់ឲ្យសិស្សយើងហាត់ធ្វើបានចាអញ្ចឹងយើងមានវិធីងាយសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាចឹងដំបូងយើងចូលទៅជ្រុំហើយយើងវាយពាក្យថា quizy ចឹងក្នុងនេះដោយសារខ្ញុំបានវាយរួចហើយវាមាន load ចឹងយើងវាយពាក្យថា quizy ចាអញ្ចឹងវា load ចេញ quizy.com admin ហ្នឹងយើងចុចលើវាមកអញ្ចឹងប្រសិនបើយើងធ្លាប់មានហើយយើងយកនៅខាងក្រោមចាមាន explore មានlibrary create ចានៅរបាខាងក្រោមបើយើងអត់មានទេយើងចុចនៅក្នុងកន្លែង search នេះហើយរកអ្វីដែលយើងចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំរកមេរៀន electro static រូបជាថ្នាក់ទី10បន្ទាប់ពីយើងវាយហើយយើងចុចលើសញ្ញា search នោះមកហើយយើងរងចាំតិចទៅអញ្ចឹងវានឹង load មកជាច្រើនហូរហែឲ្យយើងរើសចាអញ្ចឹងយើង scroll វាហើយរកអ្វីដែលយើងចង់បានមកចាខ្ញុំឃើញឥឡូវនេះមាន13សំណួរយើងចុចយកលើវាមកចាហើយយើងនឹងឃើញមានពាក្យថា copy and edit អញ្ចឹងយើងចុចលើកន្លែង copy and edit នេះមកហើយយើងយក continue with Google ហើយយើងជ្រើសរើសយក Gmail ដែលយើងប្រើប្រាស់រាល់ថ្ងៃនឹងមកអញ្ចឹងវា load ឲ្យយើងមើលសំណួរណាគួរយកសំណួរណាចាមិនគួរយកហើយអញ្ចឹងយើងឃើញមានផ្ទាំង copy and edit នៅខាងលើអេក្រង់ទូរស័ព្ទរបស់យើងផ្នែកខាងស្ដាំទៀតយើងចុចលើវាម្ដងទៀតមកចាអញ្ចឹងកន្លែងសញ្ញា3មូលនេះចាគឺវាឲ្យយើងអាចកែសំណួរអាចលុបសំណួរឬក៏ copy សំណួរនឹងម្ដងទៀតចាអញ្ចឹងបើយើងអត់មានធ្វើអីទេយើងមិនបាច់យកអីទេចាអញ្ចឹងងាយបើយើងបើយើងចង់យករបស់គេទាំងអស់ក៏បានយើងចង់ផ្លាស់ប្ដូរខ្លះក៏បានអញ្ចឹងក្នុងនេះខ្ញុំអត់ចង់បានលំហាត់ទេខ្ញុំចង់បានតែសំណួរសុទ្ធអញ្ចឹងកន្លែងលំហាត់ខ្ញុំចុចលើអាមូល3ហ្នឹងហើយខ្ញុំយកពាក្យថា delete ចាហើយយើងចុច delete ម្ដងទៀតអញ្ចឹងខាងក្រោមនេះខ្ញុំធ្វើដូចគ្នាអញ្ចឹងចុចលើមូល3ហើយខ្ញុំចុច delete question ហើយ delete អញ្ចឹងយើងមើលថាបើគ្រប់គ្រាន់សម្រាប់យើងហើយចាយើងចុចយក save quiz នៅអេក្រង់របស់យើងខាងលើផ្នែកខាងស្ដាំ
ចឹងយើងបាននៅខ្វីសមួយរួចរាល់ហើយចឹងបើយើងចង់ផ្ញើទៅកូនសិស្សរបស់យើងចុចនៅរបាពណ៌ស្វាយខាងក្រោមនៃអេក្រង់ទូរស័ព្ទរបស់យើងចាអញ្ចឹងពាក្យថា line នេះគឺយើងដាក់ភ្លាមធ្វើភ្លាមចាហើយassign homework នេះយើងអាចកំណត់ពេលបានអញ្ចឹងក្នុងនេះខ្ញុំយក assign homework ចាហើយយើងចុចលើប្រតិទិនដើម្បីផ្លាស់ប្ដូរថ្ងៃចាការបច្ឆេទផុតកំណត់អញ្ចឹងខ្ញុំយកផុតកំណត់ថ្ងៃច័ន្ទយើងចុចលើ26យក save រួចរាល់ហើយយើងចុចលើពាក្យ assign ចាអញ្ចឹងយើង refresh វាមកដើម្បីឲ្យ load អាថ្មីចាអញ្ចឹងយើងឃើញហើយនៅខាងលើគេនេះគឺមេរៀនទី1 electrostatic យើងចុចលើវាដើម្បីចាបានshare ទៅកាន់ក្រុមកូនសិស្សដែលយើងចង់ឲ្យគាត់ធ្វើអញ្ចឹងខ្ញុំយកពាក្យ share អញ្ចឹងយើង share ជាមួយអី Messenger ឬក៏ Telegram អញ្ចឹងខ្ញុំ share ជាមួយនឹង Telegram អញ្ចឹងយើងចូលទៅ Telegram ហើយយើងយករកគ្រូសិស្សដែលយើងចង់ផ្ញើចាអញ្ចឹងពេលដែលយើងឃើញគ្រូសិស្សដែលយើងចង់ផ្ញើហើយយើងចុច send ទៅគឺរួចរាល់ចាអញ្ចឹងយើងនឹងបានតេស្តមួយតេស្តអនឡាញបែបឆាប់រហ័សហើយងាយសម្រាប់កូនសិស្សរបស់យើងធ្វើអញ្ចឹងបទបង្ហាញរបស់ខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនចាបើគិតថាមានប្រយោជន៍កុំភ្លេចជួយ like និង share ឬក៏ comment ពាក្យល្អៗផងអរគុណជម្រាបលា